ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពាក់ព័ន្ធនឹងអំពើលួចយកម៉ូតូនាថ្ងៃទី13ខែសីហាឆ្នាំ2026ដោយទទួលបានការអនុញ្ញាតពីវីរៈស្នេហ៍ឯកហួរមេងវាងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានអនុញ្ញាតឲ្យលោកវីរៈស្នេហ៍ត្រីងាត់សុភានាយប៉ុស្តិ៍នគរបាលគោកឃ្លៀងដឹកនាំកម្លាំងធ្វើការស្រាវជ្រាវបន្ទាប់ពីទទួលបានព័ត៌មាននិងទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះខុំកក្កដាភេទប្រុសថាខ្លួនបានទុកម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ2026ពាក់ស្លាកលេខភ្នំពេញ 1MO 2485ទុកនៅបរិវេណបន្ទប់ជួលកន្លែងដាក់ម៉ូតូជាន់ផ្ទាល់ដីភូមិដីថ្មីសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញដោយបានចាក់សោកម៉ូតូត្រឹមត្រូវរួចជនរងគ្រោះឡើងទៅបន្ទប់ជួលជាន់ទី3សម្រាប់លុះព្រឹកឡើងថ្ងៃទី13ខែសីហាឆ្នាំ2026វេលាម៉ោងប្រហែល 6:30 នាទីជនរងគ្រោះចេញពីបន្ទប់ចុះមកយកម៉ូតូជិះទៅធ្វើការក៏ឃើញបាត់រួចបន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លៀងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវក្រោយពីទទួលបានបណ្ដឹងរួចសមត្ថកិច្ចសហការជាមួយជនរងគ្រោះឆាយប្រព័ន្ធកាមេរ៉ា GPS លើម៉ូតូម៉ាក Honda Dream ឃើញគោលដៅនៅស្រុកលើកដែកខេត្តកណ្ដាលហើយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លៀងនិងផ្នែកជំនាញបានឡើងទៅសហការជាមួយសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះសួនសារ៉េតភេទប្រុសព្រមទាំងដកហូតវត្ថុតាងម៉ូតូ Honda Dream របស់ជនរងគ្រោះយកមកសាកសួរនៅវេលាម៉ោង 19:30 នាទីថ្ងៃទី13ខែសីហាឆ្នាំ2026ជនសង្ស័យឈ្មោះសួនសារ៉េតបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ Honda Dream ខាងលើរបស់ជនរងគ្រោះនៅចំណុចបរិវេណបន្ទប់ជួលភូមិដីថ្មីសង្កាត់គោកឃ្លៀងខណ្ឌសែនសុខហើយបានយកម៉ូតូទៅដោះគ្រឿងម៉ូតូលក់1កុងទ័រម៉ូតូលក់បានតម្លៃ$40 2កាងម៉ូតូបាន$30 3ម៉ាស៊ីនបាន$9 4ដៃជើងតម្រូលម៉ូតូបាន$5សរុប$80ដោយលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល30ឆ្នាំជនជាតិខ្មែរនៅឃុំជ្រោយតាកែវសន្និដ្ឋានយោងតាមពាក្យបណ្ដឹងជនរងគ្រោះវត្ថុតាងដកហូតបានការឃាត់ខ្លួនជនសង្ស័យចម្លើយសារភាពរបស់ជនសង្ស័យអំពើខាងលើពិតជាអំពើលួចយកម៉ូតូម៉ាក Honda Dream មួយគ្រឿងពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធីចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ